ចុងសតវត្ស1950ក្នុងស្រុកជនបទតូចមួយនៃខេត្តបាត់ដំបងដែលនៅឆ្ងាយពីទីរួមខេត្តមានភូមិតូចមួយនេះមើលទៅដូចជាភូមិធម្មតាមានផ្ទះឈើរប៉ាត់រប៉ាយផ្ទះខ្លះដំបូលស្លឹកត្នោតមានស្រូវស្រែព័ទ្ធជុំវិញផ្ទះនិងទឹកអូរតូចមួយហូរឆ្លងកាត់ភូមិប៉ុន្តែអ្វីដែលធ្វើឲ្យខុសពីភូមិដទៃគឺមានព្រៃធំមួយនៅខាងក្រោយដែលមនុស្សចាស់ៗហៅថាព្រៃអាគមព្រៃនោះមានដើមឈើធំរាប់រយឆ្នាំសម្បកខ្មៅដូចឈាមស្ងួតស្លឹករុក្ខជាតិគ្របដណ្ដប់ពេញមេឃពុំមានពន្លឺថ្ងៃអាចចូលដល់ដីបានទេនៅពេលថ្ងៃត្រង់ក៏មានអារម្មណ៍ថាត្រជាក់ស្រួលដូចពេលយប់ដែរសត្វព្រៃនៅក្នុងនោះមិនដូចសត្វព្រៃធម្មតាទេទាំងសំឡេងសូម្បីតែស្រមោលក៏ធ្វើឲ្យមនុស្សមានអារម្មណ៍ថាអ្នកកំពុងមើលពីក្រោយដែរតាមពាក្យចាស់ៗដែលនៅភូមិនិយាយតគ្នាថាព្រៃអាគមមិនមែនជាព្រៃដែលកើតឡើងដោយធម្មជាតិទេប៉ុន្តែវាជាព្រៃតែគ្រូអាគមជាច្រើនជំនាន់បានចូលទៅសង្ងំរៀនមុនសូត្រអាគមបង្ខាំងព្រាយនិងធ្វើពិធីមនុស្សធម្មតាមិនអាចយល់បានគេនិយាយថាក្នុងព្រៃនោះមានទាំងព្រាយស្លាប់ដោយអាគមនិងខ្មោចផ្សេងនៅពេលថ្ងៃលិចព្រៃអាគមតែងតែមានពណ៌ក្រហមស្រអាប់ដូចមានភ្លើងកំពុងឆេះនៅពីក្រោមដើមឈើខ្យល់បក់មកមានក្លិនដីសើមនិងក្លិនស្លឹកឈើចាស់ៗលាយជាមួយនឹងក្លិនឈាមដែលធ្វើឲ្យមនុស្សចាស់ៗនិយាយថាជាក្លិននៃអាគមពេលយប់សំឡេងសត្វចចកសត្វខ្លានិងសត្វដែលពួកគេមិនដែលស្គាល់គ្រប់ប្រភេទតែងតែស្រែកស្រោកពេលគ្នាដូចជាកំពុងធ្វើពិធីអ្វីមួយគ្មានអ្នកណាហ៊ានចូលព្រៃក្រោយពេលយប់រលប់ឡើយសូម្បីតែអ្នកក្លាហានបំផុតនៅក្នុងភូមិក៏ត្រឹមតែចូលទៅដល់ត្រឹមមាត់ព្រៃហើយត្រឡប់មកវិញមុនថ្ងៃលិចចាស់តែងប្រាប់កូនចៅថាអ្នកណាដែលហ៊ានចូលព្រៃអាគមនៅពេលក្រោយព្រលប់មានតែពីរប្រភេទប៉ុណ្ណោះមួយគឺមិនបានត្រឡប់មកវិញនិងពីរគឺត្រឡប់មកវិញហើយជាមនុស្សផ្សេងមិនមែនជាមនុស្សដែលពួកគេធ្លាប់ស្គាល់ទៀតឡើយមានរឿងរ៉ាវជាច្រើនតែកើតឡើងមុនពេលរឿងធំចាប់ផ្ដើមមកដល់អ្នកកាប់ឈើខ្លះឮសំឡេងគេហៅឈ្មោះពីក្នុងព្រៃទាំងពេលគ្មានមនុស្សអ្នកចូលបាញ់សត្វខ្លះត្រឡប់មកវិញដោយភ្នែកក្រហមនិងនិយាយភាសាចម្លែករឿងទាំងនេះធ្វើឲ្យព្រៃអាគមក្លាយជាកន្លែងដែលហាមឃាត់ដោយមិនចាំបាច់មានផ្លាកសញ្ញាឬច្បាប់ណាមួយក្នុងភូមិមានមនុស្សចាស់តែគេតែងស្គាល់ថាជាលោកតាពូគាត់មានអាយុលើស70ឆ្នាំសក់សនិងវែងដល់ស្មាភ្នែកជ្រៅនិងសម្លឹងមើលមនុស្សអាចឃើញដល់ក្នុងចិត្តសម្លៀកបំពាក់របស់លោកតាគឺពាក់អាវកប្បាសពណ៌ចាស់និងខោខ្មៅបែបបុរាណមិនដែលឃើញលោកតាស្លៀកខោអាវថ្មីម្ដងណាឡើយផ្ទះលោកតាពូគឺជាផ្ទះឈើចាស់ស្ថិតនៅចុងភូមិខាងជើងនៃមាត់ព្រៃអាគមផ្ទះនោះមិនមានរបងមិនមានទ្វារធំមានតែដីវាលស្ងួតនិងដើមឈើចាស់មួយដើមឈើដូចអ្នកការពារនៅពេលថ្ងៃផ្ទះមើលទៅហាក់ស្ងប់ស្ងាត់ប៉ុន្តែពេលយប់គេតែងតែឃើញភ្លើងតូចៗភ្លឺជុំវិញផ្ទះរបស់គាត់
ហើយឮសំឡេងសូត្រធម៌ស្រាលៗបែបភាសាបុរាណដែលមិនមែនជាភាសាខ្មែរឬភាសាបាលីទេតាមពាក្យចាស់ៗលោកតាពូមិនមែនកើតមកជាមនុស្សធម្មតាទេកាលនៅវ័យក្មេងគាត់ធ្លាប់ជាកូនសិស្សវត្តប៉ុន្តែបន្ទាប់ពីគ្រូសង្ឃអង្គម្នាក់បានសុគតដោយអាចកំបាំងលោកតាបានចាក់ចេញពីវត្តហើយបានបាត់ខ្លួនចូលក្នុងព្រៃអាគមអស់រយៈពេល7ឆ្នាំក្នុងអំឡុងពេលនោះគ្មានអ្នកណាដឹងថាគាត់ស្លាប់ឬរស់ទេក្រោយពីលោកតាត្រឡប់មកវិញគាត់មិនដូចមុនទៀតឡើយភ្នែកគាត់ជ្រៅរូងសំឡេងគាត់និយាយខ្សោយៗប៉ុន្តែមានអំណាចគាត់អាចដឹងគ្រប់រឿងដោយមិនមានអ្នកណាប្រាប់ដឹងថាមានអ្នកណាខ្មោចតាមអ្នកណាត្រូវគេធ្វើអាគមអ្នកណាមានបាបធ្ងន់មនុស្សជាច្រើនមករកលោកតាដើម្បីឲ្យលោកតាជួយដោះអាគមព្យាបាលជំងឺចម្លែកឬសួរពីជីវិតទៅខាងមុខមានអ្នកខ្លះមិនជឿហើយនិយាយថាលោកតាជាមនុស្សឆ្កួតប៉ុន្តែអ្នកដែលធ្លាប់ទៅរកលោកតាគ្មានអ្នកណាហ៊ាននិយាយអាក្រក់ពីគាត់ឡើយព្រោះមានអ្នកធ្លាប់និយាយសើចចំអកលោកតាហើយពីថ្ងៃក្រោយគាត់ក៏បានឈឺធ្ងន់ដូចមានអ្វីមកច្របាច់កហើយស្លាប់ដោយមិនដឹងមានមូលហេតុនៅក្នុងផ្ទះលោកតាមានបន្ទប់តូចមួយដែលគាត់មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលឡើយនៅទីនោះមានគម្ពីរស្បែកគោចាស់ៗកន្ទេលបូជាឈាមខ្សែអាគមឆ្អឹងសត្វនិងរូបចម្លាក់បុរាណផ្សេងៗពេលមានពិធីធំលោកតាតែងតែបិទទ្វារផ្ទះមិនមានឲ្យអ្នកណាចូលជិតឡើយមុនពេលហេតុការណ៍ធំកើតឡើងលោកតាពូធ្លាប់ព្រមានប្រាប់ចាស់ថាព្រៃអាគមកំពុងមិនស្ងប់ស្ងាត់ហើយអាគមចាស់កំពុងត្រូវតែដោះចេញប៉ុន្តែគ្មានអ្នកណាយកចិត្តទុកដាក់ព្រោះគេគិតថាវាជារឿងបុរាណដូចពីដើមនៅថ្ងៃមួយក្នុងរដូវវស្សាដំបូងមានក្មេងប្រុសអាយុ17ឆ្នាំម្នាក់ឈ្មោះសំអល់ដែលគេបានស្គាល់ថាជាក្មេងស្លូតបូតស្ងៀមស្ងាត់និងចេះគោរពចាស់ទុំព្រឹកនោះគាត់កាន់ធ្នូនិងកាំបិតចូលទៅព្រៃអាគមជាមួយមិត្តភក្តិ2នាក់ទៀតដើម្បីទៅបរបាញ់សត្វមុនចេញដំណើរម្ដាយគាត់មានអារម្មណ៍មិនល្អឃើញកណ្ដឹងផ្ទះរបស់គាត់ធ្លាក់ដោយខ្លួនឯងហើយឃើញមានសត្វកង្កោកស្រែកនៅលើដំបូលផ្ទះដែលតាមជំនឿចាស់គឺជាសញ្ញាអាក្រក់ពេលថ្ងៃជិតត្រង់មិត្តទាំងពីររបស់សំអល់បានត្រឡប់មកវិញដោយគ្មានសំអល់មកជាមួយទេពួកគាត់បាននិយាយថាសំអល់បានដើរចូលព្រៃជ្រៅបន្ទាប់ពីឮសំឡេងមាននរណាម្នាក់ហៅឈ្មោះគាត់ទោះមិត្តរបស់គាត់ខំហៅយ៉ាងណាក៏គាត់មិនឆ្លើយហើយស្រមោលរបស់គាត់បានរលាយទៅបាត់នៅក្នុងដើមឈើធំមួយដើមភូមិទាំងមូលចាប់ផ្ដើមភ័យមនុស្សជាច្រើននាំគ្នាចូលព្រៃស្វែងរកប៉ុន្តែគ្មាននរណាហ៊ានចូលជ្រៅពេកទេពេលយប់មកដល់ភ្លៀងធ្លាក់ខ្លាំងខ្យល់បក់ព្រៃមានសំឡេងដូចមនុស្សយំម្ដាយសំអល់អង្គុយយំមុខផ្ទះស្រែកហៅឈ្មោះកូនរហូតឡើងស្អកបំពង់កទៅហើយ3ថ្ងៃបន្ទាប់គេរកឃើញសំអល់នៅជើងភ្នំ
សពរបស់គាត់មិនមានរបួសមិនមានស្នាមសត្វខាំប៉ុន្តែស្បែកស្លេកស្លាំងភ្នែករបស់គាត់បើកចំហសម្លឹងទៅមេឃអ្នកភូមិបាននាំសំអល់ត្រឡប់មកដល់ផ្ទះវិញប៉ុន្តែគាត់មិនបានស្លាប់ទេគាត់បានដកដង្ហើមតិចៗប៉ុន្តែគាត់មិនឆ្លើយតបនឹងអ្នកណាម្នាក់ឡើយនៅពេលយប់ច័ន្ទពេញបូរមីគាត់បានភ្ញាក់ឡើងហើយនិយាយពាក្យដដែលដោយសំឡេងមិនមែនជាសំឡេងរបស់គាត់អាគមមិនមែនជារឿងលេងសើចទេមនុស្សចាស់នាំគ្នាភ័យខ្លាចហើយនាំគ្នាទៅហៅលោកតាពូបានមកដល់មើលមុខសំអល់មុននឹងគាត់និយាយថាវិញ្ញាណសំអល់ត្រូវបានប៉ះពាល់ដោយអ្វីមួយហើយមិនមែនជារឿងធម្មតាទេបន្ទាប់ពីយប់នោះសំអល់ឈឺធ្ងន់រាងកាយស្កើមឈាមហូរចេញតាមភ្នែកនិងត្រចៀកដោយគ្មានរបួសនៅពេលថ្ងៃទី7គាត់បានផុតដង្ហើមនៅក្រោមខ្នើយរបស់គាត់គេបានរកឃើញសៀវភៅចាស់ស្បែកគោមួយដែលគ្មានអ្នកណាដឹងថាវាមកពីណាយប់បន្ទាប់ពីសំអល់ផុតដង្ហើមភូមិបានស្ងប់ស្ងាត់ប្លែកធម្មតាមិនមានសំឡេងសត្វយំមិនមានខ្យល់បក់ខ្លាំងដូចជាពិភពលោកកំពុងស្ងប់ស្ងាត់រងចាំអ្វីមួយនៅក្នុងភូមិម្ដាយសំអល់អង្គុយក្បែរសពកាន់ខ្នើយដែលកូនធ្លាប់ដេកហើយយំដោយគ្មានទឹកនឹកបន្តិចនៅពេលដែលរៀបចំពិធីបុណ្យសពដើម្បីធ្វើពិធីបុណ្យតាមប្រពៃណីតាចាស់ម្នាក់បានលើកខ្នើយសំអល់ចេញហើយរកឃើញវត្ថុចម្លែកមួយស្ថិតនៅក្រោមនោះវាជាសៀវភៅចាស់មួយក្បាលទំហំមិនធំប៉ុន្តែវាមានទម្ងន់ធ្ងន់ខុសធម្មតាសៀវភៅនោះបានគ្របដោយស្បែកគោចាស់ស្បែករឹងនិងខ្មៅដូចបានឆេះភ្លើងជាយូរឆ្នាំមកហើយនៅជុំវិញសៀវភៅមានខ្សែចងពីរសរសៃនិងមានស្នាមដូចជាឈាមស្ងួតនៅពេលដែលមាននរណាម្នាក់ប៉ះវាមានអារម្មណ៍ថាត្រជាក់ដល់ឆ្អឹងមនុស្សចាស់នាំគ្នាភ័យហើយនិយាយថាវាមិនមែនជារបស់ដែលគួរបើកនៅក្នុងផ្ទះសពឡើយសៀវភៅត្រូវបាននាំទៅផ្ទះរបស់លោកតាពូនៅពេលថ្ងៃលិចលោកតាពូទទួលសៀវភៅមកដាក់លើតុឈើចាស់ហើយខ្យល់បក់មកពីព្រៃដូចមានអ្វីកំពុងខឹងលោកតាមិនព្រមបើកភ្លាមទេគាត់អុជធូបបូជាទឹកបូជាអង្ករហើយសូត្រធម៌ជាយូរម៉ោងដើម្បីសូមការអនុញ្ញាតពីអ្វីមួយដែលស្ថិតនៅក្នុងសៀវភៅនេះនៅពេលបើកទំព័រដំបូងអក្សរលើសៀវភៅមើលទៅដូចជាអក្សរខ្មែរបុរាណប៉ុន្តែបត់បែនខុសពីធម្មតាខ្លះលាយជាមួយភាសាបាលីខ្លះជាសញ្ញាដែលមិនមានអ្នកណាអាចអានបានទំព័រខ្លះមានគំនូររូបគូមុខព្រាយកាន់កាំបិតនិងរូបព្រៃដែលមានភ្នែករាប់ពាន់ពេលលោកតាអានមុនម្ដងសៀវភៅចាប់ផ្ដើមក្តៅហើយភ្លើងទៀននៅជុំវិញញ័រដូចមានខ្យល់ប៉ុន្តែបង្អួចទាំងអស់កំពុងត្រូវបានបិទលោកតាបិទសៀវភៅវិញភ្លាមហើយនិយាយដោយសំឡេងធ្ងន់ថា
នេះគឺជាគម្ពីរអាគមហាមឲ្យអ្នករៀនសម័យថ្មីប៉ះពាល់សៀវភៅនេះលោកតាប្រាប់តាចាស់ថាសៀវភៅនេះមិនមែនជារបស់សំអល់ឡើយប៉ុន្តែវាត្រូវបានជ្រើសរើសដោយសំអល់អាគមក្នុងនោះត្រូវការអ្នកបើកហើយពេលបើកវានឹងយកអ្វីមួយធ្វើជាធ្នូអ្នកដែលបើកដោយគ្មានគ្រូគ្មានការការពារនឹងបាត់បង់វិញ្ញាណម្ដងបន្តិចរហូតដល់ស្លាប់មុនពេលយប់ចូលមកដល់លោកតាបានយកសៀវភៅទៅបិទនៅក្នុងបន្ទប់ដោយខ្សែអាគមនិងដាក់ត្រាបុរាណគាត់បានព្រមានថាមិនថាមានអ្វីកើតឡើងក៏ដោយកុំឲ្យមានអ្នកណាបើកសៀវភៅនេះម្ដងទៀតបន្ទាប់ពីសៀវភៅស្បែកគោត្រូវបានបិទនិងបញ្ចប់ក្នុងបន្ទប់ហាមឃាត់របស់លោកតាពូព្រៃអាគមនឹងមិនបានស្ងប់ស្ងាត់ដូចដែលលោកតាពូរំពឹងទុកទេផ្ទុយទៅវិញវាដូចជាត្រូវបានសម្លេងរំខានឬដោះស្រាយខ្សែបង្ខាំងមួយដែលអាចចងវាជាច្រើនជំនាន់ចាប់ពីយប់នោះភូមិនោះចាប់ផ្ដើមជួបហេតុការណ៍ចម្លែកដែលមិនធ្លាប់មានពីមុនមកយប់ដំបូងសត្វគោក្របីនៅចុងភូមិរអ៊ូមិនឈប់មិនដេកពេលព្រឹកមកគេឃើញគោមួយក្បាលដេកដួលក្បែរអូរដោយគ្មានស្នាមរបួសគ្មានឈាមប៉ុន្តែភ្នែកវាបើកធំដូចមនុស្សដែលឃើញអ្វីមួយគួរឲ្យភ័យខ្លាចមុននឹងស្លាប់មនុស្សចាស់មើលហើយនិយាយថាវាមិនមែនជាជំងឺឬសត្វព្រៃខាំឡើយប៉ុន្តែវាជាការយកជីវិតដោយអ្វីមួយយ៉ាងយប់បន្ទាប់ស្ត្រីមានផ្ទៃពោះ2នាក់ក្នុងភូមិមានសុបិនដូចគ្នាដោយមិនបានណាត់គ្នាពួកនាងឃើញបុរសខ្មៅខ្ពស់សក់វែងរលោងដើរចេញពីព្រៃមុខគ្មានភ្នែកគ្មានច្រមុះមានតែរុនខ្មៅពីរពេលភ្ញាក់ឡើងពួកនាងឈឺពោះខ្លាំងនិងមានស្នាមខៀវជុំវិញពោះដូចមានអ្វីមួយច្របាច់ពីខាងក្នុងចាស់ភ័យខ្លាចហើយនិយាយថានេះជាសញ្ញាព្រាយបានចេញរូបរាងហើយតាមពាក្យបុរាណគឺជាព្រាយដែលកើតចេញពីអ្នករៀនអាគមតែបានស្លាប់នៅក្នុងព្រៃដោយមិនបានធ្វើពិធីឬស្លាប់ដោយមានបាបកម្មធ្ងន់ធ្ងរវាមានអំណាចខ្លាំងប៉ុន្តែត្រូវបានគ្រូអាគមបង្ខាំងដើម្បីការពារព្រៃនិងសៀវភៅអាគមពេលអាគមត្រូវបានប៉ះពាល់ព្រាយនេះនឹងត្រូវដោះចេញដើម្បីទៅធ្វើបាបអ្នកដទៃចាប់ពីថ្ងៃនេះទៅក្មេងៗនៅក្នុងភូមិឮសំឡេងគេហៅឈ្មោះពេលយប់អ្នកខ្លះឃើញស្រមោលឈរនៅចុងផ្លូវប៉ុន្តែទៅជិតវារលាយបាត់ទៅតាចាស់ម្នាក់ឃើញបុរសអង្គុយក្បែរអូរនៅពេលយប់ហើយពេលភ្លឺគេទៅរកឃើញតែស្នាមជើងដូចជាមនុស្សប៉ុន្តែម្រាមជើងវែងខុសធម្មតាលោកតាពូបានហៅប្រជាជនមកប្រជុំនិងព្រមានថាព្រៃអូតសក់មិនមែនជារឿងលេងសើចទេវាមកយកអ្វីដែលត្រូវការលោកតាប្រាប់ថាប្រសិនបើធ្វើពិធីបំបួស
និងបូជាដោយត្រឹមត្រូវនិងមិនមានអ្នកស្លាប់បន្តទៀតទេនៅយប់ទី8បន្ទាប់ពីសំអល់បានស្លាប់ក្មេងប្រុសម្នាក់ទៀតឈ្មោះថាជឿនក៏បានបាត់ខ្លួននៅពេលទៅដាក់ទ្រូនៅក្បែរទឹកអូរនោះគេរកឃើញតែទ្រូត្រីនិងស្នាមឈាមនៅលើដីពេលនោះមនុស្សក្នុងភូមិបានដឹងច្បាស់ថាព្រាយអូតសក់មិនមែនជារឿងព្រេងទៀតឡើយនៅលើមាត់ព្រៃមានភាពងងឹតនិងស្ងប់ស្ងាត់មានសំឡេងសោចចេញដូចជាមនុស្សកំពុងរង់ចាំពិធីអ្វីមួយបន្ទាប់ពីការបាត់ខ្លួនរបស់ជឿនក្នុងភូមិនេះធ្លាក់ចូលក្នុងភាពភ័យខ្លាចដែលមិនធ្លាប់មានពីមុនពេលថ្ងៃមនុស្សនៅជិតគ្នាជាក្រុមមិនហ៊ានដើរតែឯងទេពេលយប់គ្មានផ្ទះណាមួយហ៊ានបិទភ្លើងឡើយព្រោះគេជឿថាភ្លើងអាចរារាំងព្រាយបានបន្តិចខ្លះសូម្បីតែក្មេងតូចក៏ឈប់លេងក្រៅផ្ទះនៅពេលដែលថ្ងៃរៀបលិចដែរលោកតាពូបានដឹងច្បាស់ថាព្រាយអូតសក់មិនមែនបណ្ដេញដោយមន្តអាគមធម្មតាបានទេវាជាព្រាយដែលភ្ជាប់ជាមួយអាគមបុរាណដើម្បីបំពោះវាត្រូវធ្វើពិធីធំមួយដែលគ្រូអាគមបុរាណធ្លាប់ធ្វើកន្លងមកតែជាច្រើនជំនាន់មិនមានអ្នកណាហ៊ានធ្វើទៀតទេពិធីនោះហៅថាពិធីសងអាគម7យប់7ថ្ងៃនៅថ្ងៃដំបូងលោកតាបានបញ្ជាឲ្យប្រជាជនរៀបចំកន្លែងបូជានៅមាត់ព្រៃអាគមជិតអូតសក់គេយកឈើចាស់មកសង់ជារូងបូជាបិទជុំវិញដោយខ្សែអាគមនិងស្លឹកព្រៃតែគេជឿថាអាចរារាំងវិញ្ញាណអាគមកណ្ដាលរូងមានថាសបូជាដាក់អង្ករស្រាឈាមមាន់ខ្មៅនិងក្បាលជ្រូកយប់ទី1លោកតាចាប់ផ្ដើមធ្វើពិធីសូត្រធម៌មេឃភ្លឺស្រមោលខ្យល់បក់ខ្លាំងហើយភ្លើងទៀនញ័រដូចមានអ្វីដើរជុំវិញរូងមនុស្សដែលអង្គុយនៅខាងក្រៅរូងមានអារម្មណ៍ដូចមាននរណាម្នាក់កំពុងឈរនៅខាងក្រៅយប់ទី2និងយប់ទី3សត្វព្រៃចូលមកជិតអ្នកភូមិគេឃើញមានភ្នែកភ្លឺនៅចុងព្រៃហើយឮសំឡេងសោចស្រាលលាយជាមួយនឹងខ្យល់ពេលនោះស្ត្រីមានផ្ទៃពោះមួយចំនួនក៏ចាប់ផ្ដើមឈឺចាប់ខ្លាំងត្រូវយកទៅផ្ទះស្នាក់នៅវិញតាពូប្រាប់ថាព្រាយកំពុងតេស្តចិត្តអ្នកភូមិនិងកម្លាំងអ្នកភូមិយប់ទី4គឺជាយប់គ្រោះថ្នាក់បំផុតនៅពេលដែលលោកតាសូត្រធម៌ដល់ចំណុចសំខាន់ភ្លើងទៀនទាំងអស់រលត់ក្នុងពេលតែមួយខ្យល់ត្រជាក់បក់ចូលរូងហើយមានសំឡេងនិយាយស្រាលថាឈាមមិនគ្រប់ជីវិតមិនគ្រប់សងក៏មិនគ្រប់ដែរមនុស្សខ្លះបានឮហើយសន្លប់មនុស្សខ្លះក៏រត់ចេញ
ដោយភាពភ័យខ្លាចលោកតាបានយកកាំបិតពិធីកាត់ដៃខ្លួនឯងឲ្យមានឈាមហូរលើថាសបូជាដើម្បីបញ្ចប់មុនវិជានេះយប់ទី5និងទី6លោកតាស្ទើរតែគ្មានកម្លាំងមុខគាត់ស្លេកស្លាំងសំឡេងសូត្រធម៌ខ្សោយសោយប៉ុន្តែគាត់មិនព្រមបញ្ឈប់ឡើយគាត់ប្រាប់ថាប្រសិនបើឈប់ពាក់កណ្ដាលទីព្រាយនឹងខឹងនឹងយកជីវិតច្រើនជាងមុនទៅទៀតនៅយប់ទី7ព្រះច័ន្ទពេញវងភ្លើងធំបានលេចឡើងពីក្នុងព្រៃដូចឆេះដើមឈើប៉ុន្តែមិនមានផ្សែងសំឡេងស្រែកឮលាន់មួយចេញពីអូរហើយបន្ទាប់មកស្ងប់ស្ងាត់ទៅវិញទាំងស្រុងព្រឹកឡើងគេឃើញរោងពិធីខូចខាតខ្សែអាគមខ្លះខូចប៉ុន្តែព្រៃអាគមបែរជាស្ងប់ស្ងាត់ជាងមុនចាស់បាននិយាយថាពិធីបានបញ្ចប់ហើយអ្នកភូមិគ្រប់គ្នាក៏ចាប់ផ្ដើមសប្បាយចិត្តឡើងវិញរឿងនេះផងដែរពួកខ្ញុំបានសម្រិតសម្រាំងនិងសរសេរមិនមានឯកសារត្រឹមត្រូវនិងច្បាស់លាស់នោះទេគ្រាន់តែសរសេរឡើងដើម្បីអាននិងនិទានជូនប្រិយមិត្តបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តតែប៉ុណ្ណោះវាមិនមែនជារឿងសាច់ការណាមួយដែលមានប្រភពច្បាស់លាស់ទេបើខុសត្រូវត្រង់ណាសូមខន្តីអភ័យទោសឲ្យខ្ញុំផងសូមអរគុណ